បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងរ៉ាវខ្មោចនេះគឺជាអេពីសូតទី1ដែលយើងនឹងនិយាយអំពីរឿងរ៉ាវខ្មោចហើយនេះគឺជាវីដេអូដំបូងរបស់ Channel របស់ខ្ញុំបាទផងដែរបាទហើយកុំឲ្យខាត់ពេកយើងចូលទៅសាច់រឿងយើងមកទៅរឿងយើងហ្នឹងគឺតាក់ទងជាមួយនឹងខ្មោចសសរកណ្ដាលដែលរឿងហ្នឹងរឿងពិតនៅក្នុងស្រុកខ្មែរយើងដែរដែលនៅតាមជនបទហ្នឹងគឺដំបូងឡើយគឺមានម្ចាស់ផ្ទះហ្នឹងគាត់សាងសង់ផ្ទះអញ្ចឹងណាគាត់ឲ្យជាងឲ្យគាត់មកសាងសង់ផ្ទះគាត់មកធ្វើផ្ទះម៉ូតតាមតែគាត់ចង់បានទៅប៉ុន្តែនៅពេលដែលសាងសង់ហ្នឹងគឺគាត់មានបញ្ហាជាមួយជាងគាត់ឆ្លោះជាមួយនឹងជាងដែលមកសាងសង់នៅផ្ទះហ្នឹងទៅអញ្ចឹងក៏មានបញ្ហារឿងរ៉ាវច្រើនដែលធ្វើឲ្យមានការអន់ចិត្តមានការឆ្លោះគ្នាប្រកែកគ្នាខ្លាំងមែនទែនទៅលើជាងហើយនឹងម្ចាស់ផ្ទះហើយបន្ទាប់មកតែបានធ្វើផ្ទះហ្នឹងក៏ធ្វើបានប្រហែលដូចជាប្រហែលឆ្នាំអញ្ចឹងណាគ្រួសារគាត់ចាប់ដើមមានបញ្ហាបន្តិចបងគឺមានរឿងរហូតដល់វាធ្វើឲ្យគ្រួសារគាត់សមាជិកគាត់ហ្នឹងបាត់បង់គ្រួសារបាត់បង់ជីវិតហ្មងអញ្ចឹងដោយសារគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងហើយបន្ទាប់មកពីពេលហ្នឹងមកគឺមានអារម្មណ៍ថាគ្រួសារគាត់ដូចអត់មានសេចក្តីសុខសោះមានតែបញ្ហារហូតប្តីរបស់គាត់បានស្លាប់ប្រហែលជាមួយឆ្នាំហើយបន្ទាប់មកក៏ម្ចាស់ផ្ទះហ្នឹងក៏ម្ចាស់ផ្ទះដែលគាត់ជាអ្នកដែលឆ្លោះជាមួយជាងហ្នឹងក៏បានស្លាប់ដែរហើយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដូចគ្នាហើយអ្នកនៅក្នុងគឺអ្នកបងប្អូនគាត់អ្នកដែលនៅជិតខាងហ្នឹងគឺគេអត់មានការសោកស្ដាយមែនទែនហើយពួកគាត់អត់ដឹងរឿងថាមូលហេតុអីចឹងណាប៉ុន្តែដោយសារតែរឿងហ្នឹងវាកើតឡើងយូរដែររវាងការឆ្លោះគ្នាជាមួយនឹងជាងដែលមកសាងសង់ផ្ទះគាត់ចឹងទៅហើយបន្ទាប់ពីហ្នឹងមកគឺអត់មានណាគេចាប់អារម្មណ៍ថាមូលហេតុអីបានធ្វើឲ្យគ្រួសារគាត់ទៅជាអញ្ចឹងណាហើយបានប្រហែលជាមួយឆ្នាំអីហ្នឹងគឺគាត់ចាប់ផ្ដើមមានរឿងមួយទៀតដែលធ្វើឲ្យសមាជិកគ្រួសារគាត់ហ្នឹងកូនរបស់គាត់ហ្នឹងបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដែរនេះរឿងហ្នឹងហើយដែលធ្វើឲ្យគេអ្នកដែលនៅហ្នឹងគេបងប្អូនគាត់ហ្នឹងគឺមានការសោកស្ដាយមានការតក់ស្លុតខ្លាំងមែនទែនដោយសារតែគ្រួសារគាត់ហ្នឹងគឺបានបាត់បង់ជីវិតម្នាក់ម្ដងបងហើយបន្ទាប់មកអញ្ចឹងទៅក៏សមាជិកគ្រួសារគាត់ទៀតរស់ចិត្តថាបងប្អូនគាត់ហ្នឹងថាហេតុអីបានជាមានបញ្ហាអញ្ចឹងណាអញ្ចឹងក៏គាត់បានទៅរកគ្រូដើម្បីឲ្យមើលថាមូលហេតុអីបានគ្រួសារគាត់មានបញ្ហាអញ្ចឹងទៅហើយទៅដល់គ្រូក៏ប្រាប់ថានៅពេលដែលសាងសង់ផ្ទះគឺគាត់មានបញ្ហាឆ្លោះជាមួយជាងដល់ពេលហើយធ្វើឲ្យជាងខឹងអញ្ចឹងណាខឹងគាត់គុំអីចឹងទៅចង់ធ្វើបោកគាត់ចឹងអីហ្នឹងក៏ជាងហ្នឹងទៅធ្វើគុំទៅធ្វើកថាធ្វើអីដើម្បីប្រកបនៅតសកដាលព្រោះធម្មតាជាងយើងហ្នឹងឯងថាជាងគាត់អ្នកធ្វើការងារខាងហ្នឹងអញ្ចឹងគាត់ធ្វើពីដើមដល់ចប់អញ្ចឹងទៅអញ្ចឹងគាត់លួចធ្វើកថាលួចធ្វើអាគមធ្វើអីអញ្ចឹងទៅដាក់នៅក្នុងផ្ទះរបស់គាត់ដាក់នៅតសកដាលអញ្ចឹងទៅអញ្ចឹងធ្វើឲ្យគ្រួសារគាត់មានរឿងស្លាប់បន្ទាប់ជាហូរហែរហូតដល់3នាក់អញ្ចឹងវាជារឿងមួយដែលតក់ស្លុតមែនទែនហើយបន្ទាប់ពីគ្រួសារគាត់បងប្អូនគាត់បានដឹងរឿងហ្នឹងអញ្ចឹងទៅក៏គាត់ពិភាក្សាគ្នាហើយក៏បានសម្រេចចិត្តថានឹងរើផ្ទះនឹងចេញអញ្ចឹងណាអញ្ចឹងគាត់ក៏ចាប់ផ្ដើមឈូសផ្ទះនឹងចេញរើផ្ទះនឹងចេញហើយទុកដីនឹងតនេចោលធ្វើជាខ្ទមធ្វើជាអីនៅវិញទៅហើយចាប់ពីពេលហ្នឹងមកទៅក៏គ្រួសារគាត់ក៏អត់មានបញ្ហាមានអីទៀតដែរអញ្ចឹងគឺគាត់បានមានក្តីសុខតាំងពីពេលហ្នឹងមកអញ្ចឹងណាហើយនឹងឯអ្នកនរគ្នានេះជារឿងពិតហើយសម្រាប់យើងដែលធ្វើផ្ទះយើងដែលជាម្ចាស់ផ្ទះក៏ដូចគ្នាដែរនៅពេលដែលយើងធ្វើផ្ទះកុំសើឆ្លោះមួយជាងពេកព្រោះជាងពេលខ្លះគាត់អត់មានមនោចេតនាមួយយើងទេជាងខ្លះគាត់គុំយើងគាត់អីយើងគាត់អាចធ្វើបាបយើងគាត់អាចដាក់អាគមឬក៏ដាក់អីឲ្យផ្ទះយើងនៅអត់សុខអីចឹងណាអាហ្នឹងវាធ្វើឲ្យយើងមានបញ្ហាហើយរឿងនៅក្នុងរឿងហ្នឹងគឺវាមានតែប៉ុណ្្នឹងទេវាខ្លីដែរអញ្ចឹងបើសិនជាអ្នកនរគ្នា
មានយោបល់ឬក៏មានអីចឹងអាចជួយឲ្យយោបល់ផងចាំជួបគ្នានៅអេពីសូតក្រោយអរគុណ